គ្រប់ជ្រាបសួរគ្រូពូគ្រូមីងនិងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងទិសហេងទិសឆុងប្រចាំខែឧសភាត្រូវនឹងខែម្សាញ់មកជាមួយនឹងធាតុមាសឆុងនិងកុលសម្រាប់បងប្អូនដែលមានទូរិស័យកុលនៅក្នុងទូរិស័យយើងគួរប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងខែឧសភាដែលរាប់ចាប់ពីថ្ងៃទី5ឧសភានេះទៅជន់ចាំថ្ងៃចជាមួយនឹងឃ្លាំងឈើខែម្សាញ់ឆុងនិងកុលទិសអសលដែលឆុង3ត្រួតនៅចំទិសខាងកើតអញ្ចឹងប្រចាំខែឆុង3ត្រួតហើយតែប្រចាំឆ្នាំគឺឆុង3ត្រួតទៀតអញ្ចឹងយើងគួរប្រុងប្រយ័ត្នហាមស្វានដំនៅចំទិសខាងកើតជាដាច់ខាតបើសិនជាបងប្អូនទៅប៉ះចំទិសនេះអាចប៉ះបញ្ហាធ្ងន់ធ្ងរតាក់ទងជាមួយនឹងអាយុជីវិតរបស់យើងតាក់ទងជាមួយនឹងទ្រព្យសម្បត្តិតាក់ទងមួយកេរ្តិ៍ឈ្មោះហើយក៏តាក់ទងជាមួយនឹងលំហូរសាច់ប្រាក់និងអំណាចជាដើមទិសដែលមានអសូរកាយបែបនេះនៅពេលដែលបងប្អូនទាំងអស់គ្នាស្វានដំអាចឆុង3ខែ3ឆ្នាំណាបងប្អូនឥឡូវកុំឲ្យតបប្រមល់គិតច្រើនមករកទិសហេងម្ដងចូលមកដល់ទិសហេងការរកទិសហេងបងប្អូនអរគ្នាដឹងហើយនៅក្នុងឆ្នាំនេះគឺឆ្នាំម្សាញ់អញ្ចឹងឆ្នាំម្សាញ់ទិសហេងនៅចំទិស180ហៅថាទិសខាងត្បូងទិសខាងត្បូងមកប្រចាំឆ្នាំហើយក៏មកប្រចាំខែនៅក្នុងខែឧសភានឹងដែរអញ្ចឹងន័យថាឆ្នាំម្សាញ់ហើយចំខែម្សាញ់ទៀតគឺត្រួតទិសថៃសួយនៅចំទិសខាងត្បូង180អង្សាបើសិនជាបងប្អូនមានចេះវិធីនៅក្នុងការជំរុញលៀបនៅក្នុងការគោះដំស្វានផ្សេងៗនៅចំទិសនឹងក្នុងការជ្រើសពេលវេលាច្បាស់លាស់ឬក៏រកស្ថាប័នណាដែលគេមានជំនាញច្បាស់លាស់ក្នុងការកណនីឲ្យបងប្អូននឹងអាចចាប់លៀបបានប៉ុន្តែទិសនេះនៅពេលដែលបងប្អូនទៅជំរុញគឺអាចជំរុញតាក់ទងជាមួយនឹងអំណាចជាគោលដោយសារតែតារាសាស្ត្រលេខ6នៅចំប្រចាំឆ្នាំនៅចំទិសខាងត្បូង180តែត្រូវដឹងថាបើសិនជាមានថៃសួយគឺត្រូវតែមានសួយព្រួយបងប្អូនដឹងទាំងអស់គ្នាថាសួយព្រួយនិងថៃសួយហ្នឹងគឺវាយគ្នាហើយអញ្ចឹងមានន័យថាបើសិនជានៅខាងក្រោយផ្ទះបានយើងនឹងថៃសួយផ្ទះយើងប្រកាសជាសួយព្រួយបើសិនជាក្នុងទិសអង្សា180មានថៃសួយអញ្ចឹងទិសអង្សា0អង្សាហ្នឹងក៏មានសួយព្រួយដែរអញ្ចឹងនៅក្នុងខែឧសភាឆ្នាំ2025នេះទិសដែលល្អទិសដែលអត់មានជាប់ឆុងគឺទិស0អង្សានិងទិស180ហើយនិងទិស270អង្សាអញ្ចឹងអ្នកដែលគាត់ជំរុញលៀបឬក៏គាត់កណនីក្នុងវិធីភ្ញូចរំញោចឬមួយក៏ជំរុញគោះយកលៀបគឺគាត់រកតែអង្សា0អង្សា180និងអង្សា270ប៉ុន្តែបើសិនជាខ្ញុំវិញខ្ញុំចូលចិត្តលេងជាងគេអង្សា180អញ្ចឹងខ្ញុំសូមបញ្ជាក់តាក់ទងជាមួយនឹងទិស0អង្សាស្មើនឹងទិសខាងជើងហើយនឹងទិស180ជាទិសខាងត្បូងជាមួយនឹងទិស270អាហ្នឹងគឺជាទិសដែលល្អហើយសម្រាប់ទិស90ចំទិសខាងកើតអញ្ចឹងបងប្អូនអរគ្នាគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារឆុងប្រចាំខែហើយមកជាមួយនឹងប្រចាំឆ្នាំទៀតហើយទិសផ្សេងៗក៏មិនទាន់តាក់ទងជាមួយទិសដែលរាប់ចាប់ពី315រហូតដល់345នៅក្នុងចន្លោះហ្នឹងក៏ជាប៉ះជាមួយនឹងទិសឆុងដូចគ្នាដែរហើយទិស30ចន្លោះទៅដល់ទិស60អាហ្នឹងក៏ជាជាប់ជាមួយនឹងទិសឆុងដូចគ្នាហើយនឹងទិស210ជាប់ជាមួយនឹងទិស240ក៏ជាប់ជាមួយនឹងទិសឆុងដូចគ្នាដែរអញ្ចឹងមានតែប៉ុណ្្នឹងចែកម្លែកខ្លីៗចំណេះដឹងបន្តិចបន្តួចអរគុណច្រើនអរគុណគ្រូពូគ្រូមីងអ្នកនរគ្នានិងក៏សូមអរគុណបងប្អូនអ្នកនរគ្នាដែលបានគាំទ្រ